mình đăng thà pil na đài sọc mai dương bạt dương tới chia porot mai dương bàn vô đằng ấy bông pôn thà bữa tới nhưng mưa tới ca vô đằng nâng cư phải chia hai sấp bông pôn hai sấp rồi nè để bông pôn dương vô đằng nâng cư phải chia hai sấp rồi bởi chúng kịch chào nà mưa tới đó ở dương vừa ca bị phía mưa tới tiếng chỉ đúng tới nhầm chỉ ní chỉ bẹp pon tới nâng ca sầm át bà ca vừa ở bờ tây dương clean át cứ hai sấp bạt mình dương chỉ mua chủng luôn tối chứ không pon mà xong ta hai sấp được hai sấp ơi bạt bồm quạt mình khô ní có từ khô nổ bồm quạt vô đằng anh đi thử hết bàn tay vô đằng nó khô chẳng á bạt ấy nhưng khơi trôi cho nam hơi bông pon bạt nơi ta mình đà vọtឬក៏នៅតាមបណ្ដាលកន្លែងរមណីយដ្ឋានផ្សេងបងប្អូនខ្លះក៏បានដឹងហើយបាទបងប្អូនដឹងខ្ញុំជឿថាបងប្អូនទទួលស្គាល់បាទហើយខ្ញុំថា50 ឬ 50ចង់លឿនទៀតបងប្អូនហើយបងប្អូនទៅមើលមនុស្សបាទភាកតិចណាដែលគាត់ញ៉ាំអីហើយក៏ក្លិកក៏ក្លាក់គាត់ញ៉ាំអីហើយចោលទៅពីទៅពីទាំងកាហ្វេទាំងថង់កាហ្វេថង់អីឬក៏អាហារអីហូបចុកបូមិនម៉ែឪទេកូនចៅនឹងដែលដើរតាមជាមួយគ្នានឹងបងប្អូនបាទហើយជាពិសេសបងប្អូនមួយចំនួនខ្លះគឺគាត់មិនដឹងយ៉ាងម៉េចដែរខ្ញុំអត់យល់គាត់ទេបងប្អូនគាត់ជិះម៉ូតូឬក៏ជិះឡានយើងថាអ្នកជិះម៉ូតូទៅគីឡូក៏គាត់កលេសសងគាត់ទៀបចឹងណាបាទអ្នកដែលជិះឡានទំនើបកលេសសងគាត់គួរសមដែរបងប្អូនហើយមានឡានមានអីជិះក៏វប្បធម៌នៃការរស់នៅក៏រៀងគ្រាន់បើដែរចង់និយាយចឹងណាហើយជួការគាត់បើកកញ្ចក់ឡានមកគាត់ចោលថង់កាហ្វេគាត់ចោលកែវកាហ្វេហើយដបទឹកសុទ្ធនឹងឬក៏សម្រាមដែលគាត់ហូបនៅក្នុងឡានហ្នឹងគាត់ជះមកជួនកាលលើគេទៅបាទបងប្អូនណាដែលបានឃើញដូចខ្ញុំឃើញផ្ទាល់ក្នុងភ្នែកបងប្អូនជាពិសេសគឺថ្ងៃចប់ចូលឆ្នាំហើយហ្នឹងមកមនុស្សមកច្រើនបាទមកតាមផ្លូវហ្នឹងឃើញចោលសម្រាមចោលកំប៉ុងជាចោលកំប៉ុងភេសជ្ជៈផ្សេងបាទអញ្ចឹងបងប្អូនទាំងអស់គ្នាល្មមឲ្យបងប្អូនថាយើងឲ្យមានថាធ្វើជាប្រជាជនមួយធ្វើជាប្រជារាស្ត្រមួយដែលយើងមានវប្បធម៌ក្នុងខ្លួនណាបាទកុំឲ្យគេឌីលគំនិតបាទមានដល់តឡានមានដល់តាមពិតយើងមិនមែនគិតថាមានឡានអីថាអត់ឡានអត់អីក៏ដោយក៏ប៉ុន្តែយើងចង់និយាយថាអ្នកខ្លះដល់តែមានឡានហើយហ្នឹងគាត់នៅតែចោលសម្រាមចោលខ្ញុំឃើញវាទឹះភ្នែកពេកហើយនិយាយដដែលហើយមានបងប្អូនយើងនិយាយច្រើនណាបងប្អូនបាទដូចខ្ញុំមើលឃើញវីដេអូមួយនោះល្អដែរបងប្អូនគាត់អប់រំបាទហើយគាត់ស្ដីឲ្យអ្នកដែលបោសសម្រាមវិញទេថាអ្នកឯងមានទូរទីគាត់បោសសម្រាមហីអញ្ចឹងគេបោះសម្រាមហើយគាត់ហ្នឹងបាទគាត់ជីដល់ឡានចរិតគាត់ធូរថ្លៃមែនតើបងប្អូនបាទចរិតគាត់ធូរថ្លៃហ្មងបាទហើយសូមបងប្អូនទាំងអស់គ្នាកុំឲ្យមានចរិតធូរថ្លៃបែបហ្នឹងបងប្អូនបាទយើងញ៉ាំហើយយើងរកធុងសម្រាមហើយបើយើងអត់មានធុងសម្រាមទេខ្ចប់ដាក់ថងហ្នឹងដាក់តាមឡានទៅរហូតដល់ផ្ទះហ្មងទៅបាទកុំអន់ជាងកូនក្មេងទេកូនក្មេងខ្លះចរិតគាត់ថ្លៃធ្នូហើយដល់ពេលបងប្អូនចាស់ហើយអាយុ30 40ហើយជួការចរិតអត់ដូចយើងធូរថ្លៃមិនបងប្អូនបាទអញ្ចឹងគួរកែអានឹងឡើងវិញបងប្អូនបាទហើយអារឿងការញ៉ាំកាហ្វេញ៉ាំអីហើយញ៉ាំអង្គុយផឹកដល់ពេលឲ្យដាក់ចោលហ្នឹង10រយធ្វើមិនដឹងហើយឲ្យណាគេបងប្អូនឲ្យអ្នកណាគេបងប្អូនឲ្យអ្នកណាគេយកពីក្រោយបងប្អូនចាលណាយើងប្រជាជនកម្ពុជាគឺប្រជាជនបាទដែលជាប់ចំណាត់ថ្នាក់ដែរបងប្អូនគឺថ្លៃធ្នូបាទណាហើយជាពូជដ៏រុងរឿងបាទមិនមែនពូជចោលសម្រាមទៅពីហើយដោយសារតែបុគ្គលមួយចំនួនហ្នឹងគឺធ្វើឲ្យប៉ះពាល់ដល់ប្រជាជនទាំងអស់ទេបងប្អូនបាទអញ្ចឹងយើងប្រើខួរផងបាទកុំឲ្យធូរថ្លៃពេកបងប្អូនណាកុំឲ្យធូរថ្លៃពេកខ្ញុំឃើញចោលជីម៉ូតូប្រៅទាំងតកកទាំងអីទាំងអានេះបាទអត់បងប្អូនមើលអាហ្នឹងហើយយើងកុំឲ្យធូរថ្លៃពេកណាបងប្អូនបាទខ្ញុំអត់មានអីទេបាទសម្រាម
ចោលញ៉ាំកន្លែងណាចឹងបាទនៅក្នុងវត្តដែលយើងដឹងឲ្យវត្តគឺជាទីកន្លែងដែលបូជាសក្ការៈអីយើងគោរពអីហ្នឹងយើងញ៉ាំអីហើយយើងចោលសម្រាមចោលដបទឹកសុទ្ធអ្នកខ្លះរហូតដល់ញ៉ាំវិញ្ញាណនៅក្នុងហើយចោលកំប៉ុងចោលអីហ្នឹងពេញអញ្ចឹងបងប្អូនពិចារណាមើលតើធ្វើចឹងត្រឹមត្រូវអត់បើសិនគេចូលម្ដងផ្ទះយើងហើយគេញ៉ាំរបស់របរហើយគេចោលរបស់របរអបរិយដាក់ធុងសម្រាប់នៅផ្ទះយើងមានអារម្មណ៍មិនដែរយើងសិក្សាហ្នឹងវិញទៅណាចឹងកុំធ្វើចឹងនៅក្នុងប្រទេសមួយដែលមានអរិយធម៌មានវប្បធម៌អរិយធម៌មានជាប្រទេសដែលមានវប្បធម៌កំពុងពោះដែរណាកុំធ្វើអញ្ចឹងបងប្អូនណាកុំធ្វើចរិតដែលវាធូរថ្លៃពេកបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងបាទសូមបងប្អូនញ៉ាំតែហើយបើមិនរោធុងសម្រាប់មិនឃើញទេសូមបងប្អូនខ្ចប់យកទៅផ្ទះខ្លួនឯងយកទៅដាក់នៅផ្ទះទៅដាក់អីទៅឬក៏ដាក់កន្លែងណាដែលមានធុងសម្រាប់បាទអញ្ចឹងអរគុណសម្អាតប្រទេសយើងឲ្យស្អាតទាំងអស់គ្នាបងប្អូនណាបាទទើបវានិយាយរួមទៅកុំឲ្យបរទេសគេមើលហីបាទអរគុណ